ជំរាបសួរអានសៀវភៅមួយក្បាលពីរដងច្បាច់យកចំណុចសំខាន់មកអនុវត្តឲ្យប្រសើរជាងមុនសៀវភៅដែលគេអានចប់រួចហើយម្ដងជាពីរដងគេនឹងមិនយកសៀវភៅនោះមកអានម្ដងទៀតទេឃ្លានេះខ្ញុំបានឃើញមានការបង្ហោះនៅលើ Facebook ដោយប្រៀបធៀបទៅនឹងស្នេហាប៉ុន្តែបើមែនតែនទៅក្នុងកលៈទេសៈខ្លះយើងនៅតែអាចទៅបើកមើលសៀវភៅដែលយើងធ្លាប់បានអាននោះថែមទាំងអាចយកទ្រឹស្ដីនៅក្នុងសៀវភៅទាំងនោះដែលយើងធ្លាប់បានអាននោះដោយច្បិចយកចំណុចសំខាន់ដែលយើងធ្លាប់បានគូស highlight នៅលើនោះក៏ដូចជាធ្លាប់យកទ្រឹស្ដីទាំងហ្នឹងយកទៅកត់នៅក្នុងnote electronic យកមករៀនសូត្រនិងអនុវត្តដែលយើងយល់ថាឃ្លាហ្នឹងមើលទៅល្អសម្រាប់យើងនឹងអាចយកទ្រឹស្ដីនោះមកជាព័ត៌មានបន្ថែមក៏ដូចជាទ្រឹស្ដីនៅក្នុងការពង្រឹងផ្លូវចិត្តពិសេសនៅពេលណាដែលយើងយល់ថាចិត្តរបស់យើងមានសម្ពាធមានភាពតានតឹងពីកន្លែងការងារមកឬក៏មួយទៀតយើងយល់ថារាល់ថ្ងៃនេះយើងមានទម្លាប់មួយចំនួនដែលយើងយល់ថាចង់កែប្រែយើងក៏អាចច្បិចយកចំណុចសំខាន់នៅក្នុង note នោះមកកែប្រែយើងឲ្យល្អជាងមុនផងដែរអូខេវីដេអូរបស់នាងខ្ញុំបានឈានមកដល់ទីបញ្ចប់ហើយសូមអរគុណសម្រាប់អ្នកដែលតាមដានវីដេអូមួយនេះពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ